ទ្រាំមិនបានលោកសេងមង្គលបោះសម្ដីធ្ងន់ទៅកាន់អ្នកសម្ភារលោកពូស្កទាញបាទប្រិមិត្តជាទីមេត្រីរឿងរ៉ាវដំបូងឡើយដែលធ្វើឲ្យមានបញ្ហានេះគឺកើតឡើងដោយសារក្នុងពេលថ្មីនេះគឺមានផាប់មួយកន្លែងនៅក្នុងទីក្រុងភ្នំពេញបានធ្វើការអញ្ជើញលោកពូលក់ស្កទាញដែលល្បីនៅក្នុងខេត្តសៀមរាបដែលគាត់ចូលចិត្តរួមបទចាក់ដែលប្រហែលជាប្រិមិត្តភាគច្រើនបានឃើញហើយជាពិសេសនៅលើបណ្ដាញសង្គម Facebook ហើយនិង TikTok យ៉ាងណាមិញផាប់មួយកន្លែងនៅទីក្រុងភ្នំពេញនោះក៏បានធ្វើការអញ្ជើញលោកពូដើម្បីទៅផាប់ហើយធ្វើការសម្ដែងសូរពិសេសរបស់គាត់ហើយក៏នឹងមានជូនគាត់នៅថវិកាមួយចំនួនអីចឹងទៅដោយឡែកនៅពេលដែលលោកពូស្កទាញបានមកដល់ទីក្រុងភ្នំពេញភ្លាមក៏មានពិធីករដ៏ល្បីម្នាក់ផងដែរគឺគាត់បានរងចាំធ្វើការសម្ភាសលោកពូស្កទាញដែលការសម្ភាសរបស់គាត់នោះគឺមានប៉ុន្មានចំណុចបានធ្វើឲ្យមហាជនមានការរិះគន់ជាខ្លាំងទៅកាន់លោកពូស្កទាញហើយសំណួរមួយចំនួនដែលបានធ្វើឲ្យលោកពូស្កទាញទទួលរងនឹងការរិះគន់ខ្លាំងនោះគឺដូចជាសំណួរថានៅពេលដែលលោកពូស្កទាញនៅសៀមរាបនោះហើយពេលដែលលោកពូល្បីកំពុងតែល្បីនោះតើក្នុងមួយថ្ងៃអាចរកចំណូលបានប៉ុន្មានហើយលោកពូស្កទាញក៏បានឆ្លើយតបវិញថានៅក្នុងថ្ងៃសៅរ៍ថ្ងៃអាទិត្យអីនោះគឺលោកពូអាចរកក្នុងមួយថ្ងៃបានចំនួន 80,000 បាតច្រើនបាទ80,000 បាត$200បាទហើយពិធីករក៏បានសួរថាចុះបើកាលដែលមិនទាន់ផ្ទុះក្នុងមួយថ្ងៃអាចបានប៉ុន្មានគាត់ថាកាលដែលមិនទាន់ផ្ទុះគឺមួយថ្ងៃអាចរកបាន 20,000 បាទនៅតែច្រើនដដែលបាទមួយថ្ងៃ 20,000 គឺ$50បាទមួយសំណួរទៀតផងដែរគឺអ្នកសម្ភាសបានសួរថាអញ្ចឹងនៅពេលដែលល្បីអញ្ចឹងទៅតើមានស្រីក្មេងមានតាក់ទងមកញ៉ែអីលោកពូអីដែរឬអត់អញ្ចឹងណាបាទហើយរីឯលោកពូស្កទាញក៏ឆ្លើយទាំងសោកញញឹមវិញថាបាទគឺមានក្នុងមួយថ្ងៃចន្លោះពី30ទៅ40នាក់ហើយសុទ្ធតែជាស្រីក្មេងបាទលើពីនេះទៀតដោយលោកពូស្កទាញបានបញ្ជាក់ថាគ្រាន់តែល្បីមួយរយៈនោះគឺលោកពូអាចទិញម៉ូតូមួយគ្រឿងឲ្យកូនរបស់លោកពូហើយធ្វើឲ្យអ្នកសម្ភាសក៏ស្រែកវ៉ាវតែម្ដងថាអញ្ចឹងកូនបានម៉ូតូហើយអញ្ចឹងប្រហែលជាបន្តិចទៀតនេះគឺឪពុកអាចនឹងបានឡានទំនើបជិះតែម្ដងបាទអញ្ចឹងតកតងទៅនឹងការសម្ភាសបែបនេះហើយដែលធ្វើឲ្យបងប្អូនមហាជនគឺមានការរិះគន់និងវេយប្រហារទៅកាន់លោកពូស្កទាញខ្លាំងតែម្ដងដោយអ្នកខ្លះនិយាយថាអាណិតពូណាស់មួយថ្ងៃរកបាន 80,000 ខ្ញុំធ្វើការមួយថ្ងៃ$20អ្នកខ្លះទៀតថារកកន្លែងអាណិតពូមិនទាន់ឃើញទេពូមួយថ្ងៃ 80,000 និងអ្នកខ្លះទៀតថាដាក់ខ្លួនគេជួយអួតពេកអំបិលបាត់ទៅហើយបាទនិងអ្នកខ្លះទៀតគឺរិះគន់ទៅដល់អ្នកសម្ភាសតែម្ដងដោយគាត់និយាយថាម្នាក់ហ្នឹងចង្រៃណាស់ឃើញគេល្បីតិចមិនបានគាត់សោយដោយសារម្នាក់ហ្នឹងធម្មតាគាត់អ្នកខេត្តនិយាយត្រង់មិនចេះលាក់ចរិតទេហើយពាក្យខ្លះគាត់លេងសើចទេបាទប្រិមិត្តអញ្ចឹងអាចយល់បានហើយអំពីរឿងរ៉ាវក៏ដូចជារឿងហេតុនៅពេលដែលឃើញដូចនេះលោកសេចមង្គលក៏មិននៅស្ងៀមផងដែរហើយក៏ដាក់ទៅអ្នកសម្ភាសខ្លាំងថាអាមួយទៅសម្ភាសពូលក់ស្កទាញដើម្បីប្រយោជន៍ខ្លួនឯងនោះវានៅតែបែងចែកមិនដាច់រវាងពាក្យថានិយាយលេងនិងនិយាយមិនចេះគិតបាទអញ្ចឹងក្នុងបំណងនេះគឺលោកសេចមង្គលគាត់អាណិតទៅដល់លោកពូស្កទាញផងដែរព្រោះគាត់ថាអាចនឹងដោយសារតែវីដេអូមួយនេះតាក់ទងទៅនឹងការសម្ភាសនេះគឺអាចនឹងធ្វើឲ្យគាត់ធ្លាក់ប្រជាប្រិយភាពហើយអាចនឹងប៉ះពាល់ទៅដល់មុខរបររកស៊ីរបស់គាត់គឺលក់ស្កទាញនឹងតែម្ដង